Ngày ní mà lên bên trong ngay xài tật miền á lư kê tham miền xài để tray mũi tầm bạc thayនៅផ្លូវ60 ម៉ែត្រសម្បូររបស់ញ៉ាំហើយគេតុបតែងបានស្អាតទៀតខ្ញុំនេះចាំការគឺថាដាក់មេប្រូចមកភ្លាមហ្មងមានណាសម្បូររបស់ញ៉ាំមែនអ្នកទាំងអស់គ្នាសិតតែរបស់លក្ខណៈបែបប្លែកហើយបើថាគ្រឿងត្រាំនេះវិញអូយ the best ហ្មងអ្នកទាំងអស់គ្នាច្រើនជំរើសហើយមានញោមមានអីចឹងណាហើយបពោតនេះក៏ឆ្ងាញ់ដែរចឹងតោះអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅទាំងអស់គ្នារបស់ញ៉ាំឆ្ងាញ់ហើយអ្នកលក់សិតតែខ្ជូតទៀតណាសារាត្រីហ្នឹងមានឈ្មោះថាវិថីអាហារផ្លូវ60 ម៉ែត្រហើយគេបើករៀងរាល់ថ្ងៃសុក្រសៅរ៍អាទិត្យណាហើយសម្រាប់ទីតាំងវិញនិយាយទៅគឺនៅជិត Eon 3ខ្ញុំដាក់ map ដាក់ Google Map ថាទៅ Eon 3ទៅគ្រាន់តែជិះតាមផ្លូវមកនេះឃើញនៅផ្លូវធំហ្នឹងហ្មងណាអ្នកទាំងអស់គ្នានិយាយទៅកន្លែងហ្នឹងក៏កន្លែងទលីស្រួលដែរហើយគេរៀបចំតុបតែងបានស្អាតទៀតមានកន្លែងចតឡានចតអីស្រួលបួលចឹងណាហើយនេះឥឡូវខ្ញុំដើរចូលទៅហើយគ្រាន់តែចូលទៅភ្លាមអូយនិយាយទៅស្អាតមែនតើជាពិសេសអាគោមគេដាក់នៅលើហ្នឹងបើសិនជាយប់វិញហ្នឹងដឹងស្អាតប៉ុណ្ណាដោយសារវាមានភ្លើងភ្លុបផ្លែតចឹងណាប៉ុន្តែអានេះខ្ញុំមកប្រហែលជាម៉ោង4:75អីអញ្ចឹងគេអត់ទាន់បើកភ្លើងទេគាត់ចូលមកដល់ភ្លាមគឺថាតម្រង់មកនេះម្ហូបកូរ៉េនេះភ្លាមហ្មងប្រហិតត្រីនេះចង់និយាយថាមួយចក្រាហ្នឹងគឺ4000អ្នកទាំងអស់គ្នាឥឡូវយើងសាកញ៉ាំទាំងអស់គ្នាខ្ញុំថែមជាមួយនឹងទឹកម្ទេសទឹកអីចឹងណាឲ្យមានកាន់តែមានរសជាតិនិយាយទៅសាច់គេទន់ឆ្ងាញ់មែនតែនហើយនៅនឹងដែរគេមានដាក់តុនៅកដាលតុឲ្យយើងអង្គុយពេលយើងទិញអីញ៉ាំហើយយើងអាចមកអង្គុយញ៉ាំនៅនឹងបានចឹងណាអូយនិយាយទៅតង់គេគឺច្រើនតង់ខ្លាំងមែនតែនមានតាំងពីម្ហូបអាហារហើយកៅអៅឬក៏គ្រឿងខ្ជូតអីក៏មានលក់ដែរប៉ុន្តែឥឡូវខ្ញុំកំពុងតែដើររករបស់ញ៉ាំសិនអ្នកទាំងអស់គ្នានិយាយទៅរបស់ញ៉ាំច្រើនខ្លាំងអត់ដឹងទិញមួយណាទុកមួយណីឯអ្នកទាំងអស់គ្នាហើយឥឡូវនេះខ្ញុំបានឃើញនេះអាគេអីគេកូកាព្រិល sting ព្រិលអីហ្នឹងក៏ចូលដាក់មួយកែវសិនដោយសាររៀងស្រេចទឹកដែរហើយសំខាន់អ្នកលក់ខ្ជូតទៀតណានិយាយទៅអ្នកទាំងអស់គ្នាសៅរ៍អាទិត្យអីតនេអាចមកលេងនៅកន្លែងហ្នឹងបានដោយសារតែសម្បូររបស់ញ៉ាំហើយមកតែមកកន្លែងហ្នឹងយើងអាចញ៉ាំបានច្រើនមុខច្រើនជម្រើសហ្មងណាហើយឥឡូវនេះខ្ញុំដើរកាត់ហាងនេះគឺថាអត់ចូលទិញអត់បានទេដោយសារតែគ្រឿងត្រាំរបស់គាត់មើលទៅគឺតំណងខ្លាំងមែនតែនមានបកាសាល់ម៉ុនជ្រក់ជើងមាន់ខ្យងហើយមានញោមមឹកញោមអីចឹងណាហើយឥឡូវនេះខ្ញុំកំពុងតែទិញខ្យងនេះមួយមកប្រអប់ហ្នឹងគឺ10000ហើយអ្នកលក់ខ្ជូលទៀតណាគាត់ដាក់នេះញោមប៉ាតេជាមួយនឹងញោមមឹកឲ្យខ្ញុំញ៉ាំណាចង់និយាយថាឆ្ងាញ់ខ្លាំងណាស់ហ្នឹងមើលតែគាត់ញោមទៅគឺក៏តំណងដែរអ្នកទាំងគ្នាមានជីមានអីចឹងហើយជាពិសេសនេះគឺថាខ្ទឹមពងដាក់ឲ្យច្រើនរយពីលើហ្នឹងចឹងមកអូយជាតិខ្លាំងណាស់គាត់តែមើលគឺថាហៀទឹកមាត់ម្ដងទៀតហើយអ្នកទាំងគ្នាហើយអ្នកលក់ហ្នឹងគាត់អ្នកខេត្តព្រះវិហារដូចខ្ញុំដែរចឹងទៅគាត់ free ញោមមឹកហ្នឹងឲ្យខ្ញុំខ្ជូតមែនតែនហើយឥឡូវនេះខ្ញុំកំពុងដើរមើលទៀតហើយណានិយាយទៅគឺគ្រប់តង់គឺសិតតែអ្នកលក់ហ្មងហើយរបស់គឺតំណងមែនតែនខ្ញុំថតអត់អស់ហើយអញ្ចឹងអ្នកទាំងគ្នាអាចទៅមើលខ្លួនឯងបាននិយាយទៅច្រើនខ្លាំងណាចង់ញ៉ាំអីគឺមាននឹងហ្មងណាហើយឥឡូវនេះគឺថានេះខ្ញុំដើរមកដល់កន្លែងstrawberry នេះផ្លែឈើគេដាក់ជាមួយនឹងស្ករអញ្ចឹងណាមើលទៅតំណងខ្លាំងមែនតើដូចនៅកូរ៉េអញ្ចឹងទៅក៏ទិញសាកអ្នកទាំងគ្នាឥឡូវយើងសាកភ្លក់ទាំងអស់គ្នានិយាយទៅខាងក្រៅគេស្ករគេនឹងអត់រឹងណាវាលក្ខណៈបែបស្រួយហើយពេលយើងខាំចូលទៅវាជូរអែមរសជាតិ strawberry អញ្ចឹងណាញ៉ាំទៅជក់មាត់ដែរតាអ្នកទាំងគ្នាហើយនៅជាប់តូបហ្នឹងគឺគេមានលក់ពោតចំហុយនេះឈ្ងុយខ្លាំងមែនតើហ្មងអ្នកនរគ្នាអត់ដាក់មកកំប៉ុងគឺថាអត់អស់ចិត្តទេដោយសារតែវាឈ្ងុយហើយមើលទៅអូយតំណងខ្លាំងណាស់ហ្នឹងគេលាយជាមួយនឹងដោះគោលាយមួយស្ករតិចចឹងណាប៉ុន្តែអត់សូវផ្អែមពេកទេអ្នកនរគ្នានិយាយទៅខ្ញុំជួយចិត្តហើយនេះចង់និយាយថាដើរទិញមិនទាន់បានហ្មងផងគឺថាមេឃគឺឡើងខ្មៅងងឹតហ្មងណាអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាកាន់របស់ញ៉ាំហ្នឹងទៅញ៉ាំនៅក្នុងឡានវិញចាំពេលរៀងយើងដើរមើលអីទៀតចឹងណាអ្នកនរគ្នានិយាយទៅសយមែនតើថ្ងៃនេះចំមេឃភ្លៀងបើសិនជាមេឃអត់ភ្លៀងទេគឺថាដើរញ៉ាំឲ្យណាណីហ្មងមកឥឡូវមកញ៉ាំត្រីសាម៉ុនហើយនឹងបកាត្រាំទឹកស៊ីអ៊ូមួយខ្ញុំគាត់តែបើកកម្របមកគឺថាឈ្ងុយពេញឡានហ្មងណាដោយសារគេត្រាំមួយខ្ទឹមហ្មងអញ្ចឹងទៅគឺវាកាត់ជាតិឆ្អាបជាតិអីអស់ហើយអ្នកទាំងគ្នាហើយគេមាននេះបន្លែអីចឹងណាដាក់ជាមួយនឹងស្ពៃបូកគោខ្ចីអីចឹងមកអូយជាតិខ្លាំងហ្មងអ្នកទាំងគ្នាឥឡូវដល់វគ្គញោមមឹកម្ដងអ្នកទាំងគ្នាអានេះក៏ឆ្ងាញ់ដែរហើយឈ្ងុយខ្ទឹមពងនឹងទៀតយើងញោមច្បល់វាចូលគ្នាមួយជីមួយអីចឹងណាលក្ខណៈថាជូរផ្អែមហឹរប្រៃអីហ្នឹងគឺល្មមហ្មងណាកំពុងតែញ៉ាំហឹរពេកអ្នកទាំងគ្នាដូរមកញ៉ាំពោតចំហុយវិញនិយាយទៅពោតចំហុយនេះបើសម្រាប់ខ្ញុំរសជាតិគឺឆ្ងាញ់ជាងការខ្ញុំញ៉ាំនៅថៃទៀតដោយសារនៅនេះគេធ្វើអត់សូវផ្អែមអញ្ចឹងទៅគឺវាល្មមឆ្ងាញ់ហ្មងហើយកំពុងតែអង្គុយគឺថាមេឃនឹងមិនតំណងរាំងទេអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាត្រឡប់ទៅផ្ទះវិញអញ្ចឹងណាអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេសម្រាប់អ្នកដែលអត់ទាន់បានទៅលេងផ្សាររាត្រីដែលគេទំបើកថ្មីហ្នឹងកុំភ្លេចទៅលេងទាំងអស់គ្នាដោយសារតែសម្បូររបស់ញ៉ាំហើយស្អាតទៀតអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបាយចាំជួបគ្នានៅវីដេអូក្រោយ